ដូច្នេះតើថ្នាក់ក្រតេនទាបមានមេដូចម្ដេចដូច្នេះយើងត្រូវយល់ពីអ្វីជាក្រតេនជាមុនសិនក្រតេនគឺជាសារធាតុមួយដែលផលិតនៅក្នុងសាច់ដុំហើយបន្ទាប់មកបញ្ចេញចូលទៅក្នុងឈាមដូច្នេះថ្នាក់ក្រតេនរបស់អ្នកតែងតែសមស្របទៅនឹងបរិមាណសាច់ដុំរបស់អ្នកផងដែរដូច្នេះពេលអ្នកមានថ្នាក់ក្រតេនទាបសមុទ្រថាអ្នកជាបុរសម្នាក់មានរាងមធ្យមហើយទម្ងន់ប្រហែល60គីឡូក្រាមថ្នាក់ក្រតេនដែលគេរំពឹងឲ្យមានឬគួរតែមានរបស់អ្នកគួរតែស្ថិតនៅប្រហែល 0.8 ដល់ 1 ឬតិចជាង 1.1 បើវាតិចជាងនេះតិចជាងតម្លៃទាបបំផុតដែលលទ្ធផលតេស្តរបស់អ្នកបង្ហាញនោះមានន័យថាបរិមាណសាច់ដុំរបស់អ្នកតិចមានន័យថាអ្នកបរិភោគប្រូតេអ៊ីនតិចសាច់ដុំរបស់អ្នកកំពុងស្រកដែលមិនល្អទេរយៈពេលវែងពេលអ្នកធ្វើអ្វីទាំងនេះពេលសាច់ដុំរបស់អ្នកកំពុងស្រកថ្នាក់ក្រតេនក៏ធ្លាក់ចុះផងដែរអាចមានការរលាកខ្លះក្នុងរាងកាយដែលមានន័យថាអ្នកកំពុងខ្វះអាហារូបត្ថម្ភហើយអាចងាយឆ្លងជំងឺបានដូច្នេះថ្នាក់ក្រតេនទាបស្មើនឹងសាច់ដុំតិចមានន័យថាអ្នកមិនបានបរិភោគប្រូតេអ៊ីនគ្រប់គ្រាន់ទេដូច្នេះពេលថ្នាក់ក្រតេនរបស់អ្នកទាបអ្នកត្រូវតែពិនិត្យនិងមើលថាសាច់ដុំរបស់អ្នកមានប៉ុន្មានអាហាររបស់អ្នកខុសកន្លែងណាហើយបន្ទាប់មកកែប្រែអាហាររបស់អ្នក